សួស្តីទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹង admin មុនណាវិញហើយណា admin គ្រាន់តែឈប់សម្រាកប៉ុន្មានថ្ងៃមិនមែន admin ឈប់សម្រាករឿងទេមុននឹងចូលដល់សាច់រឿង admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមក play ចុច like subscribe ឲ្យ channel YouTube របស់ admin ផងណានៅថ្ងៃដែរលោកគ្រូសិលបានមកដល់រាជវាំងស្រីស្អាតឈូនឹងអ្នកឯទៀតក៏នាំគ្នាមកដំណើររបស់តួស្រីនៅពេលដែលឈីវអឺបានបើកទ្វារស្រីស្អាតឈូក៏បានឲ្យអ្នកបម្រើចាប់ឈីវអឺនាងនិងអ្នកដទៃទៀតក៏បានដើរចូលទៅខាងក្នុងតួស្រីមិនបាននៅសំណាក់ទេព្រោះមូជីបានរុញតួស្រីមកសំណាក់របស់តួប្រុសមូជីបានរុញតួស្រីឡើងដួលកាប់មកមូជីគេថានៅទីបំផុតគេបានបញ្ជូនតួស្រីមកវិញហើយចាំមើលតួស្រីអាចរត់បានទៀតអត់តួស្រីក៏បានសួរមេការតែតួប្រុសនៅអត់មេការគាត់ថាគាត់មិននៅទេគាត់ចូលរាជវាំងតាំងពីព្រលឹមមកម្ល៉េះតួស្រីក៏តបថាបើអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយណាត្រឡប់មកមើលលោកគ្រូសិលវិញគាត់កំពុងតែចាប់ផ្ដើមពិធីចាប់បិសាចឈីវអឺក៏បានតវ៉ាសិស្សឈូក៏បានប្រាប់ឲ្យអ្នកបម្រើទៅតាមមាត់ឈីវអឺមីបានមកនាងក៏ខឹងតែនរណាហ៊ានវាយបងស្រីរបស់គេមីក៏បានប្រែកាឡាទៅជាខ្មោចដ៏ធំមួយលោកមិនឡាច់ពួកគេលោកគ្រូសិលក៏បានកោះហៅបរិវាររបស់គាត់ដើម្បីឲ្យគេមកវាយប្រហារមីនេះមិនអាចយកឈ្នះគេបានទេគេបានវាយប្រហារមីយ៉ាងចាស់ដៃពេលដែលទស្ស័យមកដល់មុខសំណាក់នាងក៏បានឃើញអ្វីមួយបុកទ្វាររបើកនាងក៏បានចូលទៅមើលឃើញពួកគេកំពុងតែធ្វើពិធីទស្ស័យក៏បានសួរតែអ្នកគ្រប់គ្នាកំពុងតែធ្វើអីនៅក្នុងសំណាក់របស់ខ្ញុំស្រីស្អាតឈូក៏ថានៅក្នុងដំណាក់របស់បងស្រីមានវាសាចបងស្រីបានអញ្ជើញគ្រូសិលដើម្បីបណ្ដេញវាសាចចេញទស្ស័យក៏តបវិញថាខ្ញុំគិតថានាងទៅជាវាសាចបើចង់ចាប់វាសាចនាងក៏ទៅចាប់ខ្លួនឯងសិនស្រីស្អាតឈូថានាងមិនចង់ប្រកាន់ជាមួយនឹងតួស្រីទេនាងបានឲ្យតួស្រីចាក់ចេញតួស្រីក៏បានឃើញមីនិងឈីវអឺត្រូវរបួសតួស្រីក៏បានដើរទៅតែកំលៀនស្រីស្អាតឈូឥឡូវនេះខ្ញុំបាយនេះម្ដងតើអ្នកមានអារម្មណ៍យ៉ាងម៉េចស្រីស្អាតឈូក៏បានសួរមានហេតុផលអីបានជាវាយនាងទើស្រីក៏ថាហេតុផលគឺខ្ញុំជាប្រពន្ធដើមនាងគឺជាប្រពន្ធចុងទីធ្លាទាំងមូលត្រូវបានសាររៀបម្ដងបន្តិចដោយសារតែគ្រូសិលស្រីស្អាតឈូក៏បានសារចំអកឲ្យតួស្រីប៉ុន្តែនាងស្រីខុសហើយតួស្រីក៏បានប្រយោជន៍របស់នាងដើម្បីរំដោះលោកតានិងអ្នកឯទៀតតួស្រីក៏បានដាក់តម្រង់មកលោកគ្រូបរិវាររបស់លោកគ្រូក៏បានលុតមកវាប្រហារតួស្រីក៏តែប្រែកម្លាំងតែ2ភាគប៉ុណ្ណោះក៏បានធ្វើឲ្យគេរលាយខាតទៅជាផែលោកគ្រូសិលក៏ព្យាយាមបិទសំណាក់ទាំងមូលដើម្បីកុំឲ្យវាសាចរត់ចេញតួស្រីក៏បានប្រើយន្តរបាំងទាំងប៉ុន្មានក៏បានសាបររៀបអស់ដោយសារតែតួស្រីលោកគ្រូសិលថាគាត់ពិតជាចូលចិត្តចរិតរបស់តួស្រីណាស់មេការក៏បានរត់មកប្រាប់តួប្រុសស្រីស្អាតឈឺបាននាំលោកគ្រូសិលមកសំណាក់របស់នាងមិនដឹងថាពួកគេចង់ធ្វើអីទេតួស្រីក៏ថាយន្តរបស់លោករលាយអស់ហើយឆាប់ត្រឡប់ទៅវិញទៅលោកគ្រូសិលថាគាត់ពិតជាចង់បានទស្ស័យធ្វើជាសិស្សរបស់គាត់ណាទស្ស័យក៏តបថាក្នុងជីវិតរបស់ខ្ញុំមានគ្រូតែម្នាក់ប៉ុណ្ណោះលោកជប់សម័យទៅលោកគ្រូសិលក៏បានប្រាស្រ័យចង់ទេវតាដើម្បីចង់ទស្ស័យជាប់ទស្ស័យមិនអាចរើបានទេគ្រូសិលថាទោះបីជាទស្ស័យមិនចង់ទៅក៏ត្រូវទៅជាមួយនឹងគាត់ដែរភ្លាមនោះដែលមួយបានភ្ជុំករបស់លោកគ្រូសិលស្រីស្អាតឈូក៏បានជួយនិយាយខ្ញុំម្ចាស់គ្រាន់តែហៅគាត់មកដើម្បីកម្ចាត់បិសាចតែប៉ុណ្ណោះទៅប្រកាសសួរហើយបានជាគេចង់នាំទស្ស័យចាក់ចេញជាស្រីក៏បានប្រាប់ថាតើចាស់ម្នាក់នេះចង់បានខ្ញុំធ្វើជារបស់គាត់ទូប្រុសថាក្រៅពីខ្ញុំមនុស្សប្រាណាដែលហ៊ានចូលក្បែរនាងខ្ញុំនឹងសម្លាប់ពួកគេទាំងអស់ទូប្រុសក៏បានលើកដៃវាប្រហារគ្រូសិលបូករួមទាំងកម្លាំងជាទីនោះគ្រូសិលមិនអាចយកឈ្នះគាត់បានទេលោកគ្រូសិលក៏បាននាំគាត់សិស្សរត់ដាក់មេប្រួយបាត់នៅចាំកាលទៀតស្រីស្អាតឈូថានៅក្នុងវាមានតួស្រីមានបិសាចនាងគ្រាន់តែគ្រូសិលដើម្បីមកកម្ចាត់បិសាចតែប៉ុណ្ណោះទូប្រុសក៏បានដេញមនុស្សគ្រប់គ្នាចេញបើមានអ្នកណាហ៊ានឈានជើងចូលម្ដងទៀតខ្ញុំនឹងសម្លាប់អ្នកនោះអ្នកគ្រប់គ្នាក៏បានចាក់ចេញព្រមទាំងស្រីស្អាតឈូដែរតួស្រីក៏បាននាំមីនិងឈីវអឺឲ្យលោកតាដើមឈើជួយតួស្រីថាឲ្យតែពេលជួបគ្រោះថ្នាក់មិនដែលឃើញមុខមូជីសោះនៅពេលដែលត្រីបានយកមីនិងឈីវអឺឲ្យលោកតាជួយព្យាបាលសម្បីតែមុខរបស់ឈីវអឺក៏អាចជាសះស្បើយដែរមូជីក៏បានត្រឡប់មកវិញតួស្រីក៏បានចាប់គាត់មកវាយតែឯងបាត់ទៅណាមីសឹងតែបានគេស្លាប់ទៅហើយតួប្រុសក៏បានចាប់តួស្រីលើកឡើងតួស្រីក៏បានឲ្យគាត់ដាក់នាងចុះតួប្រុសថាខ្ញុំមានរឿងចង់និយាយជាមួយបានមិនស្គីមទេប្រយ័ត្នខ្ញុំចាប់ថាប់ទៀតណាតួប្រុសក៏បាននាំតួស្រីមកសំណាក់បើថ្ងៃនេះខ្ញុំមកមិនទាន់ទេនាងប្រហែលជាត្រូវតាចាស់នោះចាប់យកទៅបាត់ហើយតើប្រក៏បានអនខ្សឹបប្រាប់តួស្រីខ្ញុំសន្យាថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតទេអូនជាភរិយារបស់បងមានតែបងម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិនៅក្បែរអូនជីវអើក៏បានមកគោះទ្វារតួស្រីក៏បានឲ្យតួប្រុសចេញប៉ុន្តែតួប្រុសកាត់មិនព្រមចេញតួស្រីក៏បានវាយនឹងឯងតួស្រីក៏បានប្រាប់ជីវអើថាព្រះបត្រាចង់សម្រាកតែថ្ងៃបន្ទាប់ពេលដែលតួស្រីភ្ញាក់ពីគេងនាងក៏បានលើសំឡេងមនុស្សជាច្រើនកំពុងតែរើអីវ៉ាន់ពេញនឹងតួស្រីក៏បានចេញមកសួរហើយបានជាមានអីវ៉ាន់រើមកទីនេះច្រើនម្ល៉េះតួប្រុសក៏ប្រាប់ថាគាត់នឹងស្នាក់នៅទីនេះជាមួយនឹងតួស្រីចាប់ពីពេលនេះទៅមូជីថាតួប្រុសរើមកនៅទីនេះវាគឺជារឿងល្អតួប្រុសក៏ថាត្រូវហើយគាត់នឹងនៅទីនេះជាមួយនឹងភរិយាជាទីស្រឡាញ់របស់គាត់ឥឡូវនេះមូជីក៏មានខ្នងបងឯងហើយចំពោះមនុស្សដែលបានបញ្ជាគាត់មិនសែងឲ្យវាប្រហារតួប្រុសវិញគេបានពាក់របាំងមកមិនដឹងថាគេគឺជាអ្នកណាឲ្យប្រកាសទេគេបានសួរទៅកូនមេសាច់ថាតើការងារដែលគេដាក់ឲ្យវាយ៉ាងម៉េចទៅហើយ
còn với sách tha còn bạn đọc khơi trên diện mùi nụ hai sai rương vị tí đẹp môi cái trời bạn cắt chạp từ trầm ni để tặng ở cái này rồi đào cá tí môi cái mình trầm tại phía đập vào mùi nê tê rồi đào cá tí pi còn mình tận tránh đáy chắc hai em mình các bạn thôi rương môi tộc sầm rạp để tặng ở cái này một tờ nè trước khi mình đang tiếtในvideo cái này phần fan ជាទីស្រឡាញ់របស់ admin mode ណា